ដំណឹងថ្មីស្ដីអំពីគោលជំហររបស់លោកប្រធានាធិបតី Donald Trump នៅក្នុងបទសម្ភាសន៍ជាមួយនឹងអង្គការព័ត៌មាន Fox News បានឲ្យដឹងថាលើកនេះប្រហែលជាមានការកែប្រែយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដែលអាមេរិកនឹងត្រូវចូលគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយនឹងកាន់កាប់ផ្ទាល់នៅពេលដែលរបបក្បាលរឹងអ៊ីរ៉ាន់បង្កភាពតានតឹងតទៅទៀតសម្ដីរបស់លោកប្រធានាធិបតី Donald Trump ជាមួយនឹង Fox and Friends Program បានឲ្យដឹងថាគោលជំហរនៃអាមេរិកចំពោះសង្គ្រាមនៅអ៊ីរ៉ាន់មានការផ្លាស់ប្ដូរក្នុងដំណាក់កាលដ៏សំខាន់នេះនៅពេលដែលទីបញ្ជាការអាមេរិកនៅមជ្ឈមបូព៌ាបាននិយាយថាការវាយប្រហារទៅលើអ៊ីរ៉ាន់កំពុងតែបន្តខ្លាំងក្លាតទៅទៀត